រឿងនេះនិយាយអំពីបុរសម្នាក់ឈ្មោះណែដេហ្គេដែលប្រយុទ្ធជាមួយក្រុមចោរនៅលើដំបូលអគារទូសនៅម្នាក់ឯងក៏វាយពួកគេយ៉ាងងាយដែរព្រោះធ្លាប់ជាក្មេងទំនើង7ឆ្នាំក្រោយមកដេហ្គេបានចូលនិវត្តន៍ពីការធ្វើជាក្មេងទំនើងហើយបានបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអប់រំឥឡូវនេះគាត់កំពុងចាប់ផ្ដើមជីវិតថ្មីពេលកំពុងស្វែងរកកន្លែងរស់នៅគាត់បានរកឃើញផ្ទះល្វែងមួយដែលមានប្រវត្តិគួរឲ្យខ្លាចមាននរណាម្នាក់បានស្លាប់នៅទីនោះប៉ុន្តែតម្លៃជួលគឺថោកដូច្នេះគាត់សម្រេចចិត្តស្នាក់នៅរហូតដល់គាត់ស្វែងរកការងារដែលមានប្រាក់ខែសមរម្យជាងឈុតឆាកផ្លាស់ប្ដូរដើម្បីបង្ហាញពីសិស្សវិទ្យាល័យធ្វើបាបគ្រូរបស់ពួកគេគឺលោក Park ដែលជាគ្រូបង្រៀនហាត់ប្រាណនៅ Kang Ho ហើយលោក Park សម្រេចចិត្តលាឈប់ពីតំណែងដោយសារគាត់មិនអាចដោះស្រាយការគំរាមកំហែងនេះបន្ទាប់មកនាយកសាលាប្រាប់គ្រូថាសិស្សណាដែលវាយឬសម្លុតគ្រូនឹងត្រូវបណ្តេញចេញលោកស្នើឲ្យគ្រូរកគ្រូថ្មីមកជំនួសលោកផាកប៉ុន្តែពិបាកព្រោះសាលាមានកេរ្តិ៍ឈ្មោះមិនល្អគ្រូបង្រៀនម្នាក់ឈ្មោះហៅដេជីដែលជាអតីតសិស្សរបស់គាត់ដែលទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យអប់រំហើយសុំគាត់ធ្វើជាគ្រូបង្រៀនជំនួសនៅវិទ្យាល័យកាំងហូដេហ្គេកំពុងស្វែងរកការងារធ្វើឆាប់ទទួលយកនៅថ្ងៃបន្ទាប់ដេហ្គេជិះម៉ូតូរបស់គាត់ទៅសាលានៅតាមផ្លូវគាត់ឃើញសិស្សខ្លះមកពីខាងហូជក់បារីគាត់ឈប់ហើយប្រមានគេប៉ុន្តែគេដេញគាត់ឲ្យឆ្លោះគ្នាដោយមានសមត្ថភាពប្រយុទ្ធបានល្អដេហ្គេវីពួកគេយ៉ាងងាយនៅសាលាដេហ្គេបានជួបនាយកសាលានិងគ្រូផ្សេងទៀតដែលប្រមានគាត់អំពីសិស្សអាក្រក់គ្រូបង្រៀនស្រីម្នាក់ឈ្មោះកញ្ញាយូរីនាំគាត់ទៅថ្នាក់របស់គាត់ពេលគាត់ចូលទៅសិស្សមិនអើពើនឹងគាត់ដូច្នេះគាត់គោះទោសដើម្បីយកចិត្តទុកដាក់សិស្សមួយចំនួនដែលគាត់ជក់បារីនៅក្នុងថ្នាក់ហើយហាក់ដូចជាខ្លាចគាត់ដេហ្គេសរសេរឈ្មោះរបស់គាត់នៅលើក្តារខៀនហើយណែនាំខ្លួនប៉ុន្តែសិស្សសាច់នឹងឈ្មោះរបស់គាត់មិនប្រកាន់ទេបន្ទាប់ពីចូលរៀនក្មេងស្រីម្នាក់ឈ្មោះចៃហៃវុនបានសួរមិត្តតផឹករបស់នាងពីរបៀបរកលុយបានលឿនចៃហៃវុនសុកចិត្តធ្វើអ្វីដើម្បីលុយខេងនិងបេវុនដែលជាក្មេងប្រុសដេហ្គេវីដំមុននេះស្ដាប់ការសន្និរបស់ចៃហៃវុនហើយចូលទៅចិត្តនាងកេងនិងបេវុនផ្ដល់ជូនចៃហៃវុននៅការងារមួយដែលមានរង្វាន់ធំដោយមិនបានគិតនាងទទួលយកទោះបីជាមិត្តផុតរបស់នាងប្រមាននាងគុំឲ្យជឿលើពួកគេយប់នោះដេហ្គេជិះម៉ូតូទៅផ្ទះហើយបុកចៃហៃវុននៅពេលគាត់ជួយនាងកេងនិងបេវុនបង្ហាញមុខដោយថតដេហ្គេជាមួយទូរស័ព្ទដៃដោយព្យាយាមចាប់គាត់ជាមួយនឹងការចោទប្រកាន់មិនពិតអំពីការយាយីបន្ទាប់មកមានសិស្សម្នាក់ទៀតឈ្មោះណាំហួនជិះកង់គាត់យកទូរស័ព្ទដៃរបស់ខេងហើយលុបវីដេអូនេមហួនត្រូវបានគោរពដោយសិស្សអាក្រក់ដែលបង្ហាញពីឥទ្ធិពលរបស់គាត់ដេហ្គេគិតថានេមហួនគឺជាមេដឹកនាំរបស់ពួកគេប៉ុន្តែនេមហួនបដិសេធនៅថ្ងៃបន្ទាប់នេមហួនទៅសាលារៀនជាមួយមិត្តស្រីយីរ៉េនសប្បាយចិត្តព្រោះមានដំណឹងល្អចង់ចែករំលែកនៅពីក្រោយពួកគេខេងបេវុននិងចាហ្វាយរបស់ពួកគេគឺដេហៃវុនមើលពួកគេដោយការបង្ហាញអារម្មណ៍មិនសប្បាយចិត្តដេហ្គេព្យាយាមស្វែងយល់អំពីនេមហួនហើយសួរគ្រូអំពីគាត់ដឹងថានេមហួនគឺជាមេក្រុមក្មេងទំនើងនៅសាលាមស៊ុំសិក្សាប៉ុន្តែបានផ្លាស់ប្ដូរតាំងពីចាប់ផ្ដើមវិទ្យាល័យជាពិសេសបន្ទាប់ពីបានណាត់ជួបអេរ៉េនក្នុងថ្នាក់អេរ៉េនប្រកាសថានាងបានចុះកុងត្រាជាមួយក្រុមហ៊ុនថតសម្លេងហើយនឹងបង្ហាញខ្លួនជាអេដលថ្នាក់រៀនមានការរំភើបរួមទាំងដេហៃវុននិងក្រុមរបស់គាត់ដែលចំអកអេរ៉េនណាំហ៊ុនព្យាយាមរក្សាភាពស្ងប់ស្ងាត់ដោយសារតែការគ្រប់គ្រងរបស់នាយកសាលាអំពីការប្រយុទ្ធប៉ុន្តែនៅពេលដែលសមាជិកក្រុមក្មេងទំនើងម្នាក់បានរុញអេរ៉េននោះនេមហួនបាត់បង់កំហឹងហើយវាតបវិញដេហ្គេឈានជើងចូលដើម្បីបញ្ឈប់ការប្រយុទ្ធនាយកសាលាបាននិយាយអំពីការប្រយុទ្ធគ្នាក៏សម្រេចចិត្តបណ្ដេញណាំហ៊ុនចេញដេហ្គេព្យាយាមបញ្ចុះបញ្ចូលនាយកសាលាឲ្យផ្ដល់ឱកាសឲ្យនេមហួនម្ដងទៀតដោយជឿថាសិស្សអាក្រក់បានធ្វើឲ្យគាត់ខឹងដេហ្គេលុតជង្គង់អង្វរនាយកសាលាឲ្យពិចារណាឡើងវិញនាយកសាលាដោយមើលឃើញពីភាពស្មោះត្រង់របស់ដេហ្គេយល់ព្រមផ្ដល់ឱកាសឲ្យនេមហួនម្ដងទៀតលោកគ្រូអ្នកគ្រូរួមទាំងកញ្ញាយូរ៉ៃសសើរដេហ្គេដែលបានយកចិត្តទុកដាក់ដល់សិស្សរបស់គាត់សូម្បីតែអ្នកបង្កបញ្ហាក៏ដោយនៅពេលដែលដេហ្គេនិងកញ្ញាយូរ៉េចាក់ចេញពីសាលាជាមួយគ្នាពួកគេឃើញចៃហៃវុនត្រូវថៅកែរបស់នាងធ្វើបាបនៅការងារក្រៅម៉ោងរបស់នាងដេហ្គេចូលទៅជួយនឹងប្រយុទ្ធជាមួយចាហ្វាយនាងធ្វើឲ្យកញ្ញាយូរ៉េចាប់អារម្មណ៍ខ្លាំងថែមទៀតទន្ទឹមនឹងនេះដេហៃវុននិងក្រុមរបស់គាត់បានជួបជាមួយថៅកែក្មេងទំនើងមានវត្តមានឆយនិងក្រុមរបស់គាត់សិស្សមកពីខាងហូហៃថៅកែក្មេងទំនើងមិនចង់ឲ្យក្រុមក្មេងទំនើងពីរអ្នកគ្រប់គ្រងសាលាតែមួយទេដូច្នេះគាត់បញ្ជាឲ្យដេហៃវុននិងឆយប្រយុទ្ធគ្នាដើម្បីសម្រេចថាអ្នកណានឹងដឹកនាំនិងគ្រប់គ្រងខាងហូហៃអ្នកឈ្នះនឹងក្លាយជាអ្នកដឹកនាំក្រុមសិស្សនិងគ្រប់គ្រងសាលាឆយសុំឲ្យនេមហួនចូលរួមក្រុមរបស់គាត់ដើម្បីជួយឈ្នះក្រុមដេហៃវុនប៉ុន្តែនេមហួនបដិសេធព្រោះគាត់មិនចង់ប្រយុទ្ធទៀតទេខណៈនោះដេហ្គេទទួលទូរស័ព្ទពីមិត្តចាស់សុំជំនួយពីក្រុមចោរដែលមានបញ្ហាមួយចំនួនដេហ្គេបដិសេធដោយសារតែគាត់បានសម្រេចចិត្តមិនប្រយុទ្ធទៀតទេហើយឥឡូវនេះផ្ដោតលើការធ្វើជាគ្រូនៅខាងហូហៃគ្រូបង្រៀនម្នាក់ឈ្មោះលីបានលួចលាក់ដឹងថាដេហ្គេធ្លាប់ជាមេដឹកនាំក្រុមសិស្សសាលាហើយត្រូវបានសិស្សជាច្រើនភ័យខ្លាចនៅព្រឹកបន្ទាប់លោកលីប្រាប់គ្រូផ្សេងទៀតអំពីអតីតកាលរបស់ដេហ្គេហើយបានចោទ
រកាន់លោកនេមហ៊ួនថាជាអ្នកសំគំនិតរបស់គាត់ចាប់តាំងពីដេហ្គេបានការពារគាត់ពីការបណ្ដេញចេញកញ្ញាយូរ៉ៃនិងគ្រូផ្សេងទៀតដែលមានចិត្តស្និទ្ធស្នាលជាមួយដេហ្គេคล้ายជាឃ្លាតឆ្ងាយពីគេបន្ទាប់ពីបានដឹងរឿងនេះលោកលីធ្វើបែបនេះដោយសារតែលោកច្រណែននឹងភាពស្និទ្ធស្នាលរបស់ដេហ្គេជាមួយកញ្ញាយូរ៉ៃដែលលោកលីស្រឡាញ់ឆយមិនកុំបោះបង់ការព្យាយាមយកណាមហ៊ួនចូលទៅក្នុងក្រុមរបស់គាត់ដែលគាត់បានគំរាមកំហែងផ្សព្វផ្សាយរូបថតនៃការជក់បារីដល់ឆ្នាំក្រុមហ៊ុនថតដែលនាងបានចុះហត្ថលេខាជាមួយនឹងត្រូវបានបណ្ដេញនាងចេញនេមហ៊ឺនមិនបានចង់បំផ្លាញអាជីពរបស់អ៊ុយរ៉ាន់ក៏យល់ព្រមចូលរួមក្រុម Choice នៅយប់នោះឪពុកតូចចិត្តបន្ទាប់ពីបានថាខ្លួនឯងកូនប្រុសនៅតែចូលរួមក្នុងការប្រយុទ្ធទោះបីជាគាត់ជាគ្រូបង្រៀននៅលើនេះឌីពន្យល់អ្វីគ្រប់យ៉ាងទៅឪពុករបស់គាត់ដើម្បីជំរះការយល់ច្រឡំធានាគាត់ថាគាត់មិនមែនជាការប្រយុទ្ធទេប៉ុន្តែគ្រាន់តែព្យាយាមជួយសិស្សរបស់គាត់នៅថ្ងៃមកដល់ការប្រយុទ្ធគ្នារវាងក្រុមរបស់ឌៀននិងជំរើសក្រុមដើម្បីសម្រេចថានរណានឹងជាមេដឹកនាំរបស់ក្រុមនិស្សិតដែលពួកគេជ្រើសរើសស្ងាត់ឪពុកតូចចិត្តបន្ទាប់ពីបានថាខ្លួនឯងកូនប្រុសនៅតែចូលរួមក្នុងការប្រយុទ្ធទោះបីជាគាត់ជាគ្រូបង្រៀននៅលើនេះឌីពន្យល់អ្វីគ្រប់យ៉ាងទៅឪពុករបស់គាត់ដើម្បីជំរះការយល់ច្រឡំធានាគាត់ថាគាត់មិនមែនជាការប្រយុទ្ធទេប៉ុន្តែគ្រាន់តែព្យាយាមជួយសិស្សរបស់គាត់នៅថ្ងៃមកដល់ការប្រយុទ្ធគ្នារវាងក្រុមរបស់ឌៀននិងជំរើសក្រុមដើម្បីសម្រេចថានរណានឹងជាមេដឹកនាំរបស់ក្រុមនិស្សិតដែលពួកគេជ្រើសរើសស្ងាត់សិស្សប៉ុន្តែដោយសារគាត់នៅម្នាក់ឯងគាត់ក៏ចាប់ផ្ដើមមកស៊ូដោយសារគាត់មិនចង់ធ្វើឲ្យពួកគេនៅពេលដែលសិស្សម្នាក់ហៀបនឹងវីគាត់នេមើនដើរក្នុងការជួយនិងរួមគ្នាពួកគេប្រយុទ្ធប្រឆាំងនឹងសិស្សអាក្រក់បន្ទាប់ពីដេយនិងនេមហ៊ឺនគ្រប់គ្រងដើម្បីបញ្ឈប់ការប្រយុទ្ធហើយធ្វើឲ្យមានសន្តិភាពក្នុងចំណោមសិស្សគ្រូមកដល់ហើយឃើញឌីផ្ដល់ដំបូន្មានទោះបីជាសិស្សមិនឆ្លោះគ្នាក៏ដោយនេះសាលាបានស្ដីបន្ទោសឌីដែលបានបង្កឲ្យមានការប្រយុទ្ធគ្នាហើយសម្រេចចិត្តបាញ់គាត់ដោយដឹងថាឌីត្រូវបានបណ្ដេញចេញពីនេមហ៊ឺននិងសិស្សដទៃទៀតដែលឥឡូវនេះគោរពគាត់ជាគ្រូរបស់ពួកគេពិតជាសោកស្ដាយណាស់ទាំងអស់គ្នាចេញមកគាំទ្រដេយពេលគាត់ចាក់ចេញសាលាដែលមានបេះដូងធ្ងន់នៅពេលក្រោយដេយទៅលេងឪពុករបស់គាត់លើកនេះឪពុករបស់គាត់មានមោទនភាពចំពោះគាត់សម្រាប់ការបង្រៀនរបស់គាត់បាត់បង់ការងាររបស់គាត់ខ្សែភាពយន្តបញ្ចប់ដោយឌីអមដំណើរឪពុកទៅពិនិត្យសាងសង់អគារសិក្សាថ្មីមួយខ្នងទឹកដីរបស់ពួកគេដូច្នេះសេលធននៃរឿងគឺប្រសិនបើអ្នកជាអតីតក្មេងទំនើងគ្រូអ្នកប្រហែលជាអាចនឹងបញ្ចប់ការវីធ្វើបាបធូក្សហើយត្រូវបានបណ្ដេញចេញប៉ុន្តែយ៉ាងហោចណាស់អ្នកនឹងទទួលបានការគោរពពីក្រុមមួយក្មេងជំទង់ដែលច្របូកច្របល់នឹងឪពុករបស់អ្នក